អ្នកដំណើរទេសចរភាគច្រើនដែលបានមកទស្សនាផ្ទះតាមុខដែលជាផ្ទះរបស់អតីតមេដឹកនាំខ្មែរក្រហមដ៏ល្បីល្បាញម្នាក់នៅក្នុងស្រុកអន្លង់វែងនិងជាទឹកដីចុងក្រោយនៃរបបខ្មែរក្រហមគេនឹងសង្កេតឃើញពីរចនាប្លង់ផ្ទះនេះមានលក្ខណៈប្លែកៗជាច្រើនគួរឲ្យកត់សម្គាល់ដូចជាឈើធំផ្ទះជញ្ជាំងផ្ទះទាំង4របស់តាមុខដែលមានលយចេញមានជាប់លេខគោលគឺមិនត្រូវបានកាត់និងដកចេញនោះឡើយតើហេតុអ្វីបានជាឈើធំផ្ទះជញ្ជាំងផ្ទះទាំង4ដែលវែងលយចេញមានជាប់លេខគោលមិនត្រូវបានកាត់និងដកចេញតើនេះគឺជាភាពកប់ជួនឬជាអាចកំបាំងអ្វីមួយរបស់តាមុខជាអតីតមេដឹកនាំខ្មែរក្រហមដែលមានផ្ទះជាច្រើនកន្លែងក្នុងនោះមានផ្ទះមួយកន្លែងសម្បូរទៅដោយរឿងរ៉ាវចម្លែកនិងអាចកំបាំងជាច្រើនដែលស្ថិតនៅក្នុងភូមិអភិវឌ្ឍស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហើយផ្ទះនេះសពថ្ងៃបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលមានភ្ញៀវជាតិអន្តរជាតិមកទស្សនាសិក្សាស្វែងយល់ស្ទើរជារៀងរាល់ថ្ងៃផ្ទះតាមុខត្រូវបានកសាងឡើងដោយក្រុមជាងស្ម័គ្រចិត្តខ្មែរក្រហមឥតមានទទួលបានប្រាក់កម្រៃឬឈ្នួលអ្វីឡើយពោលគឺកសាងឡើងដោយយុទ្ធជនប្រជាជនដែលជាកូនចៅនិងជាអ្នកគោរពស្រឡាញ់តាមុខក្រុមជាងទាំងនោះធ្វើការងារដោយប្រើបេះដូងនិងក្តីស្រឡាញ់ជានិច្ចមិនថាមានបញ្ហាអ្វីឬព្យុះភ្លៀងយប់ថ្ងៃនោះឡើយយោងតាមលោកពូម្នាក់ដែលជាអតីតជាងធ្វើផ្ទះនេះបាននិយាយថាការធ្វើផ្ទះនេះគឺត្រូវបានគិតគូរពីរចនាសម្ព័ន្ធប្លង់ច្បាស់លាស់ណាស់ហើយការធ្វើផ្ទះនេះគេតែងបែងចែកជាពីរក្រុមគឺក្រុមមេជាងនិងក្រុមកូនជាងចំណែករបបអាហាររបស់យើងទទួលបានអាហារមួយថ្ងៃ3ពេលធម្មតាហើយមួយសប្តាហ៍យើងទទួលបានបង្អែមម្ដងហើយចំណែកទីតាំងភូមិសាស្ត្រផ្ទះនេះក៏មានគូទឹកនៅព័ទ្ធជុំវិញដោយរួមជាមួយនឹងការគិតគូរពីយុទ្ធសាស្ត្រការធ្វើសង្គ្រាមឬការលបឆ្មក់វាជាដើមផ្ទះតាមុខមានផ្ទៃដីចំនួន 1.61 ហិកតានិងមានផ្ទះចំនួន4ដែលផ្ទះទាំង4នោះមានលក្ខណៈប្លែកៗខុសពីគ្នាចំណែកឯខាងក្រោយផ្ទះមានបឹងទំហំ417ហិកតាដែលប្រជាជននៅស្រុកអន្លង់វែងភាគច្រើនហៅថាបឹងអន្លង់វែងឬបឹងអូជីកតំបន់ទំហំដីនេះមិនមែនត្រឹមតែជាផ្ទះស្នាក់របស់តាមុខនោះទេតែវាជាទីកន្លែងដ៏សំខាន់មួយសម្រាប់ប្រជុំកងទ័ពរៀបចំក្បួនយុទ្ធសាស្ត្រសង្គ្រាមសម្រាប់ការវាយប្រយុទ្ធខាងយោធារបស់តាមុខលើសពីនេះមានប្រជាជនមួយចំនួនបាននិយាយថាទីនេះក៏ជាកន្លែងបារមីផ្លូវក្នុងរបស់តាមុខផងដែរព្រោះតាមុខមិនមែនជាមនុស្សគ្មានជំនឿនោះឡើយយោងតាមលោកលីសុខៀងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រស្រុកអន្លង់វែងនិងជាប្រធានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបាននិយាយថាឈើត្រឹមផ្ទះវែងលយចេញមិនព្រមកាត់និងជាប់ដេកគោលមិនព្រមដកនេះគឺជាបញ្ជាដាច់ខាតរបស់តាមុខប្រាប់ទៅជាងធ្វើផ្ទះមិនឲ្យកាត់ឬដកចេញនោះទេចំពោះមូលហេតុដែលមិនព្រមឲ្យជាងដកដេកគោលនិងកាត់ឈើលយចេញតម្រុំឲ្យស្មើនោះរហូតមកដល់ពេលនេះក៏មិនមានសាក្សីណាម្នាក់អាចបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ថាមកពីមូលហេតុអ្វីនោះដែរក៏ប៉ុន្តែប្រសិនបើតាមអ្នកមីងម្នាក់រស់នៅក្នុងភូមិស្រះឈូកបាននិយាយថាតាមុខជាមេដឹកនាំដូច្នេះឈើលយវែងមិនកាត់ចេញនេះអាចជាយុទ្ធសាស្ត្ររបស់តាមុខព្រោះឈើធ្នឹមលយវែងនោះភាគច្រើនមាននៅគ្រប់ផ្ទះទាំង4របស់តាមុខហើយឈើធ្នឹមទាំងនោះសុទ្ធតែអាចឲ្យមនុស្សប្រតោងឬទម្លាក់ខ្លួនគេចចេញមុខដីបានដោយមិនចាំបាច់ចុះតាមមាត់ទ្វារឬជណ្ដើរនោះឡើយនេះអាចជារបៀបទុករត់គេចខ្លួនពេលមានអាសន្នរបស់តាមុខឬម្យ៉ាងទៀតផ្ទះនេះគេកសាងឡើងស្របពេលដែលមានភាពទាន់ហន់ឬប្រញាប់ប្រញាល់ហើយជួនកាលជាប់រវល់ធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាលផងដែរអញ្ចឹងហើយគេអាចមិនយកចិត្តទុកដាក់លើផ្នែកខាងក្រៅបន្តិចបន្តួចក៏ថាបានចំណែកឯដេកគោលដែលជាប់ហើយមិនកាត់ឬដកចេញនេះអាចជាមន្តអាគមឬបាលីការពារផ្ទះរបស់តាមុខក៏ថាបានពីព្រោះតាមុខជាមេដឹកនាំដែលមានអ្នកនៅជិតស្និទ្ធឬនាយសារមួយចំនួននិយាយថាគាត់មានវត្ថុបុរាណដើមមាសបាលីកូនក្រកដែលអាចប្រាប់ហេតុការណ៍មុនពេលកាត់ឡើងជាដើមអ្វីគ្រប់យ៉ាងគ្រាន់ជាការយល់ឃើញរបស់បុគ្គលម្នាក់ប៉ុណ្ណោះចំពោះការពិតជាយ៉ាងណាយើងក៏មិនអាចយល់បានឡើយគួរបញ្ជាក់ផងដែរថាតាមុខគឺជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណៈមជ្ឈិមបក្សខ្មែរក្រហមក្នុងរបបកម្ពុជាប្រជាធិបតេយ្យហើយគាត់ក៏ជាមេតកកម្ពុជារបស់ខ្មែរក្រហមផងដែរតាមុខត្រូវបានរាជរដ្ឋាភិបាលចាប់ខ្លួននៅថ្ងៃទី6ខែមិនិនាឆ្នាំ1999ហើយគាត់បានស្លាប់នៅថ្ងៃទី21ខែកក្កដាឆ្នាំ2006ហើយក្រុមគ្រួសារនិងសាច់ញាតិរបស់គាត់យកមកបញ្ចុះក្នុងវត្តធម្មមេរៀមឬហៅថាវត្តសាឈុកដែលស្ថិតនៅក្នុងភូមិសាឈុកឃុំត្រពាំងព្រៃស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ